ខ្លួនយកទៅប្រារព្ធពិធីជប់លៀងសប្បាយក្អាយបាក់លំបិនវេទនាស្ទើរស្លាប់ស្ទើររត់ទៅប្រារព្ធពិធីជប់លៀងយ៉ាងសប្បាយផឹកស៊ីសប្បាយរំច្រៀងដោយភ្លេចអំពីការជឿចាប់របស់ម៉ែតើមានកូនប្រមាណអ្នកតែនឹកឃើញថាថ្ងៃនេះជាថ្ងៃលំបាកលំបិនរបស់ម៉ែថ្ងៃកំណត់ខ្លួនជាថ្ងៃដែលម៉ែប្រហែលជាពុំសូវមានចំពោះកូនណាម្នាក់ឡើយសូមអូនប្អូនតាំងចិត្តចេតនាសាពីថ្មីរហូតដល់ថ្ងៃប្រសូតម៉ែរងទុកធ្ងន់ដល់ឡើយថ្ងៃដែលកូនប្រសូតមួយខ្លួនម៉ែក៏រងទុកបន្តគឺគេយកខ្លួនម៉ែទៅដាក់លើគ្រែថ្មីទៅស្អាតរូបម៉ែទាំងយកសាពេលម៉ែដឹងខ្លួនសន្លប់ផ្ទួនថ្ងៃឆ្លងជីវ៉ាស្រាប់តែរូបម្ដាយកាយនៅឯកាលើក្រែរាំងតាគេដាក់ឲ្យនៅអស់មួយសប្តាហ៍ម៉ែសែនឈឺសាកាយារលក្តៅរមើខាងក្រោមក្រហមសន្ធឹងម៉ែរងទុកសៅនៅក្នុងភ្លើងនោះខ្លួនម៉ែដូចត្រីអើទាំងយប់ថ្ងៃដុតម៉ែទាំងរស់កំដៅរូបម៉ែខ្លួនប្រែក្រៀមកោះលើងឆាំងហូតអស់ខ្លួនប្រាណលហិតលហៃទីសាមិនបានមហូបបាយពេញចានមិនឆ្ងាញ់នឹងឆៃព្រោះជាតំណំថ្នាក់ថ្នមចំណៃព្រោះខ្លាចនាំភ័យសៃសូនសង្ខាទឹកទ្រាំអំណត់សែនប្រៃល្វីងចត់ត្រូវតែពិសាកាលដើមធ្លាប់ផឹកទឹកតាមត្រូវការឥឡូវនោះណាត្រៃល្វីងរាល់ថ្ងៃទឹកឆ្នាំខ្មៅក្រាប់
ប់វិញស្ទើរសិនតៃតែត្រូវបង្ខំបារម្ភខ្លាចភ័យទម្លាប់កូនខ្ចីបំរុងសុខភាពមួយណាភ្លើងក្តៅមួយទៀតម៉ែត្រូវផឹកថ្នាំដរាកូនអើយរូបម៉ែទុកពីបាក់ព្រីចូលកូនចាំជ្រាបណាអណាក្នុងការជឿអ្វីដែលពិតនឹងគឺជាសទ្ធាមួយនាំឲ្យមានការខ្លាចបាបខ្មាស់បាបខ្លាចអំពើអាក្រក់អញ្ចឹងទៅរហូតដល់មានគុណធម៌ល្អអញ្ចឹងគេហៅថាមនុស្សទេវោពីព្រោះវាមានពូជនៃសេចក្តីសុខច្រើនសម្រាប់ឲ្យទៅកើតជាទេវតាដែលមានសេចក្តីសុខច្រើនព្រោះសម្បូរឲ្យសេចក្តីសុខគេវាមានពូជសុខច្រើនណាបាទមិនសម្រាប់ជីវិតគេឲ្យសេចក្តីសុខគេមួយថ្ងៃហ្នឹងប៉ុណ្ណាមិនលួចទ្រព្យគេដើរតាមផ្សារបើចង់លួចក៏បានប៉ុន្តែតាំងចេតនាមិនលួចឲ្យទ្រព្យសម្បត្តិគេឲ្យសេចក្តីសុខគេមិនប្រព្រឹត្តខុសក្នុងការមេមិនឲ្យគេឆ្លោះប្រកែកតតេងក្រុមគ្រួសារគេតែយើងឲ្យសេចក្តីសុខគេប៉ុណ្ណាមិននិយាយភូតពោះកុហកបោកប្រាស់គេតែយើងឲ្យសេចក្តីពិតគេប៉ុណ្ណាមិនបរិភោគនៅទឹកស្រវឹងដើម្បីបំផ្លាញសតិបញ្ញាគឺយើងមានសតិបញ្ញាច្រើនដូច្នេះពូជនឹងកាលណាបើពូជសុខនឹងច្រើនមិនមែនត្រឹមតែឲ្យផលក្នុងកំណើតមនុស្សទេវាឲ្យដល់ទៅឈ្មោះមនុស្សនឹងទៅទៀតគេហៅថាមនុស្សនឹងមែនតែជាមនុស្សទេវោមនុស្សទេវតាអញ្ចឹងណាហើយមនុស្សខ្លះប្រព្រឹត្តអាក្រក់ទៅវាមានពូជប្រុងឲ្យទៅនរកគេហៅថាមនុស្សនិរយិកោហើយមនុស្សខ្លះប្រុងទៅកើតប្រែតគេហៅថាមនុស្សសប៉ែតតោឬថាមនុស្សខ្លះមានពូជបំរុងទៅកើតជាសត្វតិរិឆានគេហៅថាមនុស្សតិរិឆានោដូចយើងអត់សិលអត់ទៅមិនបានទេអត់ពីណាពីណីមកបានតែចាប់ពីពេលនេះទៅអត់មិនបានទេព្រោះយើងមិនអាចដឹងបានតទៅស្អែកបានយើងស្លាប់ឯណាតែកាលណាអត់សិលដូចអត់សម្លៀកបំពាក់យ៉ាងឯងតាមផ្លូវចិត្តយើងត្រូវតែមានគ្រឿងអ្វីទាំងអស់ដូចផ្លូវកាយអញ្ចឹងយើងធ្វើផ្ទះដើម្បីឲ្យកាយនៅសុខស្រួលមួយជាន់ពីរជាន់3ជាន់តែបើយើងអត់ធ្វើផ្ទះឲ្យចិត្តទេចិត្តយើងនៅកណ្ដាលវាក្តៅដោយរាគៈទោសៈមោហៈអញ្ចឹងណាហើយយើងធ្វើផ្ទះដាក់ម៉ាស៊ីនតិចឲ្យចិត្តតែយើងអត់មានសិលដូចអត់មានដាក់ម៉ាស៊ីនតិចឲ្យចិត្តក្តៅអញ្ចឹងណាដូច្នេះគឺថាសភាពនៃចិត្តត្រូវអាស្រ័យអាហារគឺកុសលធម៌សពគ្រប់ទៅចិត្តនឹងបានសុខយើងខំទំនុកបំរុងតែផ្លូវកាយតែយើងអត់ទំនុកបំរុងផ្លូវចិត្តយើងស្លៀកពាក់ឲ្យតែកាយតែចិត្តរបស់យើងអត់មានហិរិអតបៈអត់ខ្មាស់បាបអត់ខ្លាចបាបគឺចិត្តរបស់យើងអត់មានសម្លៀកបំពាក់ក្រោយពីស្លាប់ទៅគេពិនិត្យមើលអត់មានអ្នកណាគេណាណីទេប៉ុន្តែគឺតួកម្មហ្នឹងណាកាលណាបើអត់មានសម្លៀកបំពាក់ទេព្រោះអត់មានហិរិអតបៈគឺចាត់ចែងកំណើតអត់សម្លៀកបំពាក់ហ្នឹងតែម្ដងគោក្របីសេះសម្ដីកាយឆ្មាអីដែលអត់មានសម្លៀកបំពាក់មកពីពូជហ្នឹងអត់សម្លៀកបំពាក់សម្លៀកបំពាក់គឺតួហិរិអតបៈខ្មាស់បាបខ្លាចបាបឃើញទេបាទខ្មាស់បាបខ្លាចបាបហ្នឹងគឺបានដេកថាជាសម្លៀកបំពាក់ដែលសម្រាប់បិទបាបយើងស្លៀកពាក់ដើម្បីបិទបាំងរាងកាយមិនអញ្ចឹងការពារសម្ផស្សរបោមុខខ្យល់ការពារកុំឲ្យវាត្រជាក់ពេកយើងមិនត្រូវសម្លៀកបំពាក់ហើយបើយើងអត់មានហិរិអតបៈហិរិគឺបានដេកថាខ្មាស់បាបខ្ពើមបាបអតបៈខ្លាចបាបចុះបើចិត្តរបស់យើងអត់មានខ្លាចបាបខ្មាស់បាបទេគឺចិត្តយើងអត់សម្លៀកបំពាក់ឃើញទេយល់ទេឧទាហរណ៍ថាទីកន្លែងណាដែលខ្មោចគ្រោកយើងអត់ចូលចិត្តទេបើមានយើងបិទបាំងទុកមិនឲ្យភ្ញៀវទៅឃើញទេមិនចឹងយ៉ាងណាមិញរបស់ដែលយើងត្រូវបិទខ្លាំងមែនទែនគឺបាបរបស់ខ្មោចគ្រោកខាងក្រៅយើងត្រូវបិទមែនហើយតែមិនសំខាន់ពេកទេត្រូវបិទមែនហើយត្រូវមានអនាម័យណាតែរបស់ដែលយើងត្រូវបិទឲ្យចិត្តមែនទែនគឺចិត្តបាបគឺដោយសម្លៀកបំពាក់ហិរិនិងអតបៈបើយើងអត់មានសម្លៀកបំពាក់ហិរិអតបៈទៅបិទចិត្តបាបទេដល់ទៅអត់មានសម្លៀកបំពាក់ត្រូវតែមានកំណើតអត់ខោអាវចឹងតែម្ដងចឹងណា
យល់ទេយកជួយចិត្តពីរឿងសម្លៀកបំពាក់ចិត្តទេបាទយើងស្លៀកបំពាក់នេះដើម្បីការពារកុំឲ្យវាល្ងាហើយបើយើងអត់មានហិរិអោតបៈគឺអត់ខ្លាចបាបអត់ខ្មាស់បាបអត់មានសិលទេយើងអត់គិតពីជីវិតគេយើងសម្លាប់យើងអត់គិតពីសេចក្តីសុខរបស់គេយើងប្រព្រឹត្តទុច្ចរិតលួចប្លន់កាប់សម្លាប់ហើយមានការប្រព្រឹត្តខុសផ្សេងនឹងបានដីថាយើងអត់ខ្មាស់បាបខ្មាស់បាបហ្នឹងគឺខ្មាស់កិលេសខ្លួនយើងជាតួបាបហ្នឹងណាលោភៈជាតួបាបយើងអត់ខ្មាស់ទេយើងអត់ខ្មាស់លោភៈហ្នឹងទេតោសៈជាតួបាបយើងអត់ខ្មាស់ទេឃើញទេមោហៈវង្វេងងងខ្លៅជាតួបាបយើងអត់ខ្មាស់យើងអត់ខ្មាស់ជួនកាលយើងខ្មាស់បុណ្យទៅវិញយើងអត់ហ៊ានទៅបុណ្យទេឬខ្មាស់ឃើញទេដល់ទៅបាបយើងអត់ខ្មាស់ទេបែរទៅជាខ្មាស់បុណ្យទៅវិញអានឹងបានសេចក្តីថាអត់មានសម្លៀកបំពាក់របស់ចិត្តអត់សម្លៀកបំពាក់នៅកណ្ដាលវាលចិត្តនឹងឯងនឹងមានពូជអត់សម្លៀកបំពាក់ស័ក្តិតែងកំណើតអត់មានខោអាវរឿងសម្លៀកបំពាក់នេះសំខាន់ណាស់តាមផ្លូវចិត្តរបស់យើងណាបាទរឿងវត្ថុដែលយើងត្រេកត្រអាលរៀនដោយសាកសពសម្ដីអណ្ដែតក្នុងទន្លេគង្គាហើយមានសត្វក្អែកទុំពីលើសាកសពសម្ដីហ្នឹងវារវល់ឲ្យឆ្ងាញ់នឹងសាកសពសម្ដីហ្នឹងវាស៊ីនៅនឹងវាដេកនៅនឹងវាជុះនៅនឹងសាកសពសម្ដីគេណែតទៅចូលក្នុងសមុទ្រទៅជ្រៅទៅដល់កណ្ដាលវាអត់គិតហើមករកកោះរត់ត្រើយទីបំផុតសាកសពសម្ដីហ្នឹងលិចទៅសត្វក្អែកហ្នឹងហើមករកកោះរត់ត្រើយអត់ដល់ក៏ត្រូវធ្លាក់ស្លាប់ក្នុងសមុទ្រដែរវត្ថុកាមទាំងឡាយដែលយើងសប្បាយត្រេកអររីករាយជារូបសម្លេងក្លិនរសផតហត្ថៈដោយសាកសពសម្ដីចឹងឯងបើយើងមិនរកកុសលធម៌ដើម្បីជាទីពឹងទេយើងនឹងស្លាប់ចុះនៅក្នុងសមុទ្រគឺអបាយភូមិសេចក្តីទុក្ខក្នុងវដ្តសង្សារដូច្នេះយើងរកកោះរត់ត្រើយដែលជាបុណ្យកុសលដែលជាទីពឹងនឹងត្រូវមានហិរិអោតបៈអញ្ចឹងជាសម្លៀកបំពាក់ហើយអាចរួចពីអបាយភូមិបានហើយបើអត់មានហិរិអោតបៈទេគេហៅថាមនុស្សនិរិយិកោមនុស្សសបែតោមនុស្សតិរិឋានោព្រោះតែអត់មានការខ្លាចបាបខ្មាស់បាបហើយរឿងខ្លាចបាបខ្មាស់បាបនេះគ្មាននរណាមកបង្ខិតបង្ខំយើងទេយើងដឹងថាការដែលយើងសម្លាប់ទេវាបាបយើងត្រូវខ្មាស់បាបហ្នឹងឃើញទេខ្មាស់លួចទេវាបាបយើងខ្មាស់បាបហ្នឹងហើយតែកាលណាយើងខ្មាស់បាបយើងត្រូវធ្វើម៉េចដូចយើងអត់ខោអាវយើងមិនខ្មាស់ហើយខ្មាស់យើងត្រូវធ្វើម៉េចរកខោអាវមកស្លៀកពាក់យ៉ាងណាមិញបើយើងខ្មាស់បាបយើងត្រូវធ្វើម៉េចយើងមិនត្រូវបិទបាបហ្នឹងដោយបន់ទៅបិទបាបចិត្តបើអត់បន់ទេយកអីទៅបិទបាបក៏អត់ចិត្តដែរមែនទេហើយដូច្នេះរបស់ដែលត្រូវខ្មាស់បំផុតគឺបាបប៉ុន្តែយើងវាបាបទាំងអស់គ្នាទៅមិនដឹងខ្មាស់អីណាតែរឿងនេះយើងត្រូវតែខ្មាស់បាបខ្លួនយើងយល់ទេណានឹងរឿងខ្មាស់បាបហ្នឹងអញ្ចឹងហើយមានអ្នកណាមួយមកបង្ខំយើងឥឡូវឲ្យដែលយើងខ្មាស់បាបនេះយើងធ្វើតាមគេទេឬក៏យើងត្រូវតែខ្មាស់ខ្លួនយើងបាទខ្ញុំជាតែខ្លាចខ្មាស់បាបទៅទាំងអស់គ្នាជាតែខ្លាចទៅហើយអ្នកណាអ្នកតារវល់ខ្មាស់បាបពេកអ្នកណាអ្នកតាអត់មកធ្វើអីមួយខ្លាចបាបនេះម្នាក់ណាបាទខ្លាចតែបាបទាំងអស់គ្នាទៅហើយវាក្រទៅទីក្រវិញដល់អត់មានធ្វើអីបាទនេះដល់អត់មានធ្វើអីទៅបានតែក្រមិនក៏បានទៅថាវាដូចឥណ្ឌាមកឥណ្ឌាណាទីឥណ្ឌាតាមខ្ញុំមើលពុកតានោះគឺថាឥណ្ឌាវាគោរពពុទ្ធសាសនាគោរពខ្លាំងណាគោរពមិនមានកម្លាំងប្រាប់ទេហើយទុជីវិតទៅនេះទៅវិញបានថាខ្ញុំទៅទីយ៉ាងម៉េចទៅមកវាមួយយ៉ាងម៉េចបើយើងរកខ្លាំងទេរឿងក្រនេះមិនមែនមកអំពីខ្លាចបាបទេណារឿងក្រនេះមិនមែនមកអំពីខ្មាស់បាបទេណារឿងក្រវាមានពូជក្រណារឿងទុកវាមានពូជទុករឿងឈឺវាមានពូជឈឺធัวទាំងឡាយជាអនត្តាមិនអាចយើងរៀបចំចាត់ចែងខ្លួនឯងបានទេតែវាមានបច្ច័យរបស់វាព្រោះអ្វីទាំងអស់វាអត់មានតួខ្លួនវាត្រូវកើតដោយខ្លួនឯងទេតើតែមានបច្ច័យទៅកើតឡើងបច្ច័យគឺរបស់មួយញ៉ាំងរបស់មួយទៀតឲ្យកើតឡើងបាទដូច្នេះក្នុងការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធัวទាំងប៉ុន្មានគឺមិនមែនសម្ដែងឲ្យសត្វលោកក្រទេឲ្យខំប្រកបមុខរបរចិញ្ចឹមជីវិតហៅថាឧទ្ធានសម្បទាដល់ព្រមនៃការចិញ្ចឹមជីវិតប្រកបមុខរបរតែត្រូវសម្មាអាជីវៈចិញ្ចឹមជីវិតដោយត្រឹមត្រូវឃើញទេចុះបើសិនជាយើងខ្លាចក្រហើយយើងកំណាញ់ឃើញទេយើងសន្សំពូជក្រទុកបាត់
កាលណាពូជក្រនឹងឲ្យផលត្រូវតែក្រកាលណាយើងខ្លាចក្រណាបែរចំទៅជាបានក្រនឹងតែម្ដងហើយយើងខ្លាចកាលណាពូជក្រនឹងឲ្យផលត្រូវតែក្រកាលណាយើងខ្លាចក្រណាបែរចំទៅជាបានក្រនឹងតែម្ដងហើយយើងខ្លាចក្រយើងត្រូវទៅសម្លាប់ជីវិតសត្វឃើញណាកាលណាបើការដែលយើងសម្លាប់ជីវិតសត្វនឹងឯងយើងដាំពូជអាយុខ្លីយើងដាំពូជភ័យកាលណាបើពូជអាយុខ្លីពូជភ័យនឹងឲ្យផលសូម្បីយើងបានទ្រព្យសម្បត្តិច្រើនគឺយើងមិនបានបរិភោគត្រូវស្លាប់ចោលបាទដូច្នេះរឿងសំខាន់វាមិនមែននៅត្រង់ការដែលមានទ្រព្យសម្បត្តិបរិខាខាងក្រៅទេរឿងសំខាន់គឺនៅត្រង់ការដែលយើងសន្សំពូជនៃសេចក្តីសុខទ្រព្យសម្បត្តិបរិខាខាងក្រៅគឺជាផលរបស់បុណ្យដែលជាបច្ច័យមកប៉ុន្តែមិនមែនបានតែយើងមិនប្រកបមុខរបរបច្ចុប្បន្នទេណាប៉ុន្តែការប្រកបរបស់យើងនេះវាតតែបុណ្យជាបច្ច័យមកផងបានខ្វះអីអ្នករួមកសន្តិទៀតដែរតែរួចិត្តតែខាតរួចិត្តវិញ្ញាណអន្តរាយមកពីអត់មានបុណ្យជួយជាបច្ច័យមកឃើញទេអ្នកខ្លះរួធម្មតាថាតែមានថាតែបានមានចាំបាច់ទៅសម្លាប់គេណាឃើញទេរួធម្មតាមុខរបរលក់ដូរទទួលទានធម្មតាអញ្ចឹងទៅមិនចាំបាច់ទៅនិយាយកុហកបោកប្រាស់អីគេទេប៉ុន្តែចេះតែចំណេញអត់មានខាតអត់មានវិញ្ញាណអន្តរាយអីទេបងប្អូនក្រុមគ្រួសារក៏មិនមានអ្នកណាឈឺដើម្បីឲ្យអស់ប្រាក់អីដែរសន្សំប្រាក់បានអញ្ចឹងទៅហើយគិតគូរកិច្ចការអីក៏ចេះតែត្រូវទៅបាទដូច្នេះមិនមែនក្រមកអំពីកម្មពុទ្ធសាសនាទេបាទដូចថាមើលទៅឃើញថាទីទៅខ្លាំងពេកទៅតែដេកដៃពេញតប្លោក្នុងប្រទេសឥណ្ឌាមិនមែនអ្នកគោរពពុទ្ធសាសនាទាំងអស់ទេតិចជាងស្រុកខ្មែរយើងឆ្ងាយណាស់បាទបាទដល់ខ្លាចបាបខ្លាំងទៅទុតិក្រវិញបាទខ្ញុំគេតែខ្លាំងរបស់ម៉ែបាទចំពោះសេចក្តីល្អដែលគោរពព្រះសម្មាសម្ពុទ្ធហ្នឹងណាមិនមែននាំឲ្យគាត់នឹងក្រទេយល់ទេបាទឧទាហរណ៍ដូចជាអ្នកដែលធ្វើស្រែណាអ្នកដែលធ្វើស្រែកំពុងស្ទូងស្រូវដូចលោកនាតែងលើកឧទាហរណ៍រឿយៗលោកនាចៅអាណាធ្វើស្រែកំពុងស្ទូងស្រូវឃើញណាហើយអ្នកនឹងក្រលហេតុមហាមែនទេមកពីឆ្នាំមុនអត់បានធ្វើស្រែបាទប៉ុន្តែឥឡូវនេះភ្ញាក់រលឹកហើយបានធ្វើស្រែប៉ុន្តែកំពុងតែធ្វើស្រែនឹងក្រមែនទេបបកតុកបបតគួនយកទៅបរិភោគដើម្បីស្ទូងស្រូវទោះថាក្រហ្នឹងមកអំពីធ្វើស្រែហ្នឹងឬមកពីអត់ធ្វើស្រែបាទមកពីអត់ធ្វើប៉ុន្តែអត់ធ្វើនឹងអត់ពីមុនមកតាតែដែលកំពុងធ្វើនេះវាមិនមែននាំឲ្យអត់ទេនៅពេលណាដែលវាឲ្យផលឡើងវាបានបាយទទួលទានហើយដូច្នេះអំពើដែលធ្វើក្នុងបច្ចុប្បន្នសេចក្តីល្អទាំងប៉ុន្មាននេះវាមិនមែននាំឲ្យក្រវាមិនមែននាំឲ្យទុក្ខលំបាកទេតែគ្រាន់តែវាមិនតន់ឲ្យផលតែសេចក្តីទុក្ខលំបាករបស់យើងនេះវាមានការធ្វើរួចពីមុនមកហើយអញ្ចឹងណាបាទយកទៅចិត្តទេចឹងណាបាទមិនឆ្ងល់អីទៀតទេណាបាទ